language style language style គឺជារបៀបរបបនៃការនិយាយធ្វើម៉េចឲ្យសមទៅតាមភាសានីមួយៗនៅពេលយើងបកប្រែយើងមិនត្រូវបកប្រែចំពាក្យពេកទេក៏ប៉ុន្តែយើងនិយាយយកខ្លឹមសារគំនិតធ្វើម៉េចដើម្បីឲ្យវា easy and simple to understand ពេលដែលយើងបកបើសិនផ្ទាល់មាត់បើសិនបើយើងបកដោយយកចិត្តទុកដាក់លើពាក្យមួយម៉ាត់ពេកយើងមិនអាច convey the message បានទេយើងត្រូវតែស្ដាប់យកជារួមថាតើគំនិតនោះគេកំពុងតែនិយាយអំពីអ្វីបន្ទាប់ពីយើងយល់គំនិតហើយយើងនឹងបកស្រាយបកប្រែទៅតាមគំនិតនោះឧទាហរណ៍សាមញ្ញមួយពាក្យថា you ជាទូទៅគេបកប្រែថាអ្នកក៏ប៉ុន្តែដល់កាលណាការប្រើប្រាស់ជាក់ស្ដែងយើងមិនប្រើថាអ្នកទេឧទាហរណ៍ថា you how are you បើសិនជាយើងប្រើជាមួយអ្នកធំយើងបកទៅតាមរបៀបប្រើជា title rank ឬក៏ position របស់គាត់ឧទាហរណ៍ថាយើងកំពុងតែនិយាយជាមួយ doctor how are you យើងមិនមែននិយាយថាអ្នកសុខសប្បាយជាទេយើងប្រើពាក្យតួនាទីរបស់គាត់ជា doctor អញ្ចឹងយើងប្រើថាលោកគ្រូពេទ្យសុខសប្បាយទេបើសិនជាគាត់ជាអភិបាលខេត្តយើងមិនមែនឧមាថា I would like to inform you that យើងត្រូវបកប្រែថាខ្ញុំបាទសូមជម្រាបជូនលោកអភិបាលថាអញ្ចឹងបើសិនជាយើងទៅសេបើយើងនិយាយជាមួយគ្រូយើងឧមាថា how are you យើងទៅបកប្រែថាលោកគ្រូសុខសប្បាយដូច្នេះយើងមិនប្រើពាក្យអ្នកសុខសប្បាយអីចឹងទេយើងប្រើលោកគ្រូសុខសប្បាយលោកអភិបាលខេត្តសុខសប្បាយទេលោកវិជ្ជបណ្ឌិតលោកគ្រូពេទ្យសុខសប្បាយទេគឺ you នឹងត្រូវបានជំនួសទៅដោយតួនាទីនិងតំណែងរបស់គាត់វិញនៅក្នុងករណីខ្លះទៀត you យើងអាចប្រើក្នុងទម្រង់ការជាក្រៅផ្លូវការបើក្រៅផ្លូវការយើងប្រើលក្ខណៈជាទំនាក់ទំនងដូចជាបងប្អូន how are you យើងអាចប្រើពាក្យថាបងសុខសប្បាយទេពូសុខសប្បាយទេមីងសុខសប្បាយទេប្អូនសុខសប្បាយទេអាហ្នឹងក្នុងទម្រង់មួយទៀតគឺយើងប្រើជាបងប្អូនទាំងត្មងមិនមែនអ្នកសុខសប្បាយទេជួនកាលយើងប្រើឈ្មោះជំនួសវិញឧមាថា how are you ហើយបើយើងកំពុងតែសួរថាបញ្ញា how are you យើងសួរថាបញ្ញាសុខសប្បាយភ័សសុខសប្បាយទេដាវីតសុខសប្បាយទេយើងមិនមែនប្រើថាតើអ្នកសុខសប្បាយទេដេវីតតើអ្នកសុខសប្បាយទេបញ្ញាអានឹងហើយដែលគេហៅថា language style គឺយើងប្រើឲ្យបានសមរម្យនេះគឺគ្រាន់តែជាឧទាហរណ៍សាមញ្ញនៅក្នុងពាក្យ you តែមួយម៉ាត់តែប៉ុណ្ណោះហើយនៅមានពាក្យច្រើនទៀតដែលយើងត្រូវប្រើតាមរបៀបអញ្ចឹងដែរឧទាហរណ៍ថាបើសិនជាយើងកំពុងតែបកប្រែឲ្យអ្នកជំងឺម្នាក់អាមេរិកកាំងគេនិយាយថា hello come in and have a seat បើសិនជាយើងបកចំយើងថាសួស្តីចូលមកអង្គុយបកអញ្ចឹងវាមិនមាន language style សមរម្យទេការបកដែលសមរម្យគួរតែដាក់ថាសុខសប្បាយទេបងមកអង្គុយចុះសិនបង How is everything with you today បងអត់អីទេបងសុខសប្បាយទេតើអ្វីគ្រប់យ៉ាងម៉េចដែរជាមួយនឹងអ្នកថ្ងៃនេះ So I'm going to ask you some questions about your symptoms is that okay ដូច្នេះខ្ញុំនឹងសួរអ្នកអំពីសំណួរខ្លះអំពីស្ដីពីអាការៈរបស់អ្នកតើអ្នកយល់ព្រមទេអញ្ចឹងគាត់ចង់សួរពូសំណួរខ្លះអំពីអាការៈរបស់ពូណាបានទេពូទាំងអស់នេះគឺសុទ្ធតែជាឧទាហរណ៍ដែលខ្ញុំចង់ណែនាំថារបៀបនិយាយគឺយើងនិយាយសាមញ្ញអញ្ចឹងយើងមិនមែននិយាយតាមពាក្យគ្រប់ម៉ាត់នោះទេធ្វើម៉េចឲ្យ make it simple
make it easy to understand ឥឡូវនេះសូមឲ្យយើងសាកល្បងបកប្រែហើយនឹងឲ្យដៃគូរបស់យើងជួយពិនិត្យមើលថាតើការបកប្រែរបស់យើងមានលក្ខណៈសមរម្យហើយឬនៅប្រសិនបើមិនទាន់សមរម្យទេយើងអាចនឹងធ្វើការកែលម្អគ្នាទៅវិញទៅមកជាដៃគូហើយព្យាយាមយ៉ាងម៉េចការនិយាយបកប្រែគឺថាយើងត្រូវមានលក្ខណៈសម្របសម្រួលធ្វើម៉េចឲ្យអ្នកទាំងពីរអ្នកហ្នឹងគឺគាត់មានចិត្តចង់និយាយគ្នាយើងត្រូវនិយាយបកក្នុងនាមជាមនុស្សជាអ្នកបកប្រែមានវិញ្ញាណកុំបកប្រែដូចជាមនុស្សយន្ត How long have you had this symptom? Well, what did you eat for the last few days before you got sick? What did you have last night? Okay. Have you felt sinus congestion or throbbing headaches? Now I'm going to palpate on your pulse. Please breathe normally and no need to breathe deeply. Please ask her to relax and don't resist. Okay, did you vomit after that? And how much did you vomit? How long did it take before you start vomiting after you took the drugs? Oh, anyway, do you have any chronic disease? Well, I'm gonna take your temperature and draw your blood for testing. I hope you don't mind. Don't resist. Just close your eyes and relax. I just need to withdraw a little blood. I will need to send this blood sample to the lab for analyzing. The test has shown that you've got a typhoid. I'm going to give you some paracetamol, aspirin and amoxicillin, as well as some Tylenol. Please take the drug 3 times a day, each pill each time, and 10 minutes after the meals. There will be some side effects, but don't worry about it. It will be okay. Drink plenty of water and avoid eating seafood such as crab, shrimp, shell, or octopus. Don't eat beef and chicken, especially when they are spicy. Besides this, you should not eat spicy or greasy or pickled food. Don't eat undigested food. Please don't lift anything heavy because it can hurt your back again.
You're welcome and come to see me again if there is anything wrong with this. Get well soon. Are you on medication? Do you have any contraception? What contraception method do you use? Từng ở đây sao từ chỉ biết đại dương cua từ vật hạt từng ở tới hay bản thân mà miền Việt Nam mỗi bị phía xa khi mình tránh dương ai nâng mơ xua khi nhóm đầm bầy nhưng mà chui prap bình thám thập biển nước dương cua từ pra chẳng mày chun pơ sầm nàng lọ